បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាក៏ដូចជាបងប្អូនជាទីស្រឡាញ់ខ្ញុំបាទសាំយអែលសូមបាទគោរពជំរាបសួរហើយនៅថ្ងៃនេះគឺមានដំណឹងល្អមួយសម្រាប់ជំរាបជូនដល់អស់លោកអ្នកបងប្អូនក៏ដូចជាបងប្អូននៅរួមជំនឿជាមួយគ្នាខ្ញុំបាទសាំយអែលគឺជាគណៈគ្រប់គ្រងនៅក្នុងព្រះវិហារកណ្ដាលភូមិទឹកពាំងកសាំងខាងផ្នែកបរណកិច្ចភាសាខ្មែរហើយនៅថ្ងៃនេះខ្ញុំចង់ចេញមកដើម្បីនឹងធ្វើការអរគុណក៏ដូចជាពំនាំនៅពាក្យអរគុណសម្រាប់បងប្អូនស្រីដាវបងប្អូនមាននៅចាំទេប្រហែលខែមុនដែលបងប្អូនបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំនៅក្នុងការដែលជួយទៅដល់ក្មេងស្រីម្នាក់ដែលជួបនៅគ្រោះថ្នាក់ចរាចរណ៍បែកក្បាលបាក់ឆ្អឹងដងកបិតហើយវះកាត់ដោយមិនមានថវិកាគ្រប់គ្រាន់នៅក្នុងការដែលវះកាត់ហើយអស់លោកអ្នកបងប្អូនបានចូលរួមនៅក្នុងបេសកកម្មនឹងជាមួយគ្នាដែរហើយនេះគឺជារូបភាពនៅក្នុងក្រុមគ្រួសាររបស់គាត់អញ្ចឹងគឺគាត់គឺជាគ្រួសារគ្រាបអសស័តបាទក្នុងមួយគ្រួសាររបស់គាត់គឺជាអ្នកដែលជឿលើព្រះអង្គហើយស្រឡាញ់ព្រះអង្គមែនទែនហើយបងប្អូននេះគឺជាសកម្មភាពឬជារូបថតដែលលើកមុនហើយដែលបងប្អូនបានចូលរួមជួយនៅក្នុងការដែលជ្រោមជ្រែងដល់គ្រួសាររបស់គាត់ណាហើយគាត់តាមរយៈទុក្ខលំបាកនេះគាត់បានមើលឃើញអំពីការផ្គត់ផ្គង់និងសេចក្តីស្រឡាញ់ដែលព្រះបានមានសម្រាប់ក្រុមគ្រួសាររបស់គាត់ហើយយើងក៏បានស្នើសុំដល់បងប្អូនរួមជំនឿបានដាក់ដង្វាយក្តីស្រឡាញ់ឥឡូវនេះខ្ញុំចង់ប្រាប់ដល់អស់លោកអ្នកបងប្អូនថាពេលនេះគឺគ្រួសាររបស់គាត់គឺតាមរយៈជំនួយក្តីស្រឡាញ់របស់អស់លោកអ្នកបងប្អូនហើយជាមួយនឹងការដែលគាត់ទុកចិត្តព្រះអង្គគ្រួសាររបស់គាត់ពេលនេះគឺបានរួចផុតនៅការដែលលំបាកជាច្រើនទាំងអស់នោះហើយនេះគឺយើងបានចូលរួមរូបភាពនេះគឺទៅក្រុមតូចក៏ដូចជាអធិដ្ឋាននៅក្នុងផ្ទះគាត់ប្រហែលថ្ងៃមុននេះហើយគាត់ក៏បានប្រាប់ថានៅថ្ងៃនេះស្រីដាវគាត់បានទៅមន្ទីរពេទ្យដើម្បីនៅក្នុងការដែលវះកាត់យកដែកដែលតឆ្អឹងបាក់របស់គាត់ចេញដោយព្រោះតែគាត់បានជាសះស្បើយហើយអញ្ចឹងគឺអរគុណមែនទែនសម្រាប់អស់លោកអ្នកបងប្អូនហើយស្រីដាវគឺជាក្មេងស្រីម្នាក់ដែលស្រឡាញ់ព្រះអង្គមែនទែនហើយទុកចិត្តជាមួយនឹងព្រះអង្គហើយ slot boat ហើយតែចូលរួមនៅក្នុងសកម្មភាពរបស់ព្រះវិហារហើយក្រុមគ្រួសាររបស់គាត់គឺទាំងម្ដាយទាំងកូនទាំងឪពុកគឺបានចូលមកដើម្បីនៅក្នុងការដែលបម្រើព្រះអង្គគ្រប់គ្នាហើយអ្វីដែលសំខាន់នោះគឺបងប្អូនស្រីដាវឥឡូវគាត់រៀបការហើយអញ្ចឹងគឺគាត់មានគ្រួសារហើយឥឡូវនេះគាត់មានជីវភាពមិនលំបាកដូចមុនទៀតទេដោយព្រោះតែក្តីស្រឡាញ់របស់អស់លោកអ្នកបងប្អូនហើយជាពិសេសខ្ញុំតាំងនាមឲ្យខ្ញុំគឺជាអ្នកដឹកនាំនៅក្នុងព្រះវិហារកណ្ដាលក៏ដូចជាគណៈព្យាបាលរបស់គាត់ដែរខ្ញុំបាទសូមថ្លែងអំណរគុណចំពោះអស់លោកអ្នកបងប្អូនដែលបានចូលរួមចំណែកនៅក្នុងការដែលជួយទៅដល់ក្រុមគ្រួសាររបស់ស្រីដាវសូមបញ្ជាក់ថាគាត់បានធូរធារហើយគាត់ល្អប្រសើរច្រើនហើយ